មានសត្វតមួយចុះទៅផឹកទឹកក្នុងស្រះកាលនោះមានសត្វកង្កែបមួយឃើញសត្វតចុះទៅផឹកទឹកដូច្នេះក៏ចង់លបងប្រាជ្ញាស្រែកកំហែងថាវិតតហេតុអ្វីលួចផឹកទឹកយើងតើឯងសុំនរណាយើងជាម្ចាស់ស្រះគួរឯងគោរពសុំយើងជាមុនសិនមិនឯងក៏ប្រហើនហ៊ានចង់មកផឹកទឹកស្រេចតែចិត្តដូច្នេះសត្វតលើកង្កែបកំហែងក៏កើតក្តៅចិត្តតបវិញថាយឺអាកង្កែបទន់ច្រមុះស្រះនេះម៉ែឪជាដូនជីតាឯងចែកឲ្យពីកាលណាទើបឯងពោលថាខ្លួនជាម្ចាស់ស្រះស្រះនេះកាត់ឯងតាំងពីព្រេងមកជាស្រះសម្រាប់ពួកសត្វព្រៃនិងមនុស្សផងអាស្រ័យហេតុអ្វីឯងត្រូវគោរពឯងមិនស្គាល់អំណាចឯងជាស្ដេចសត្វក្នុងព្រៃនេះទេឬកង្កែបឆ្លើយថាវិតឯងអួតខ្លួនថាជាស្ដេចសត្វបានទៅលើពួកសត្វព្រៃផ្នែកជើងគោកទេឯងក៏ជាស្ដេចលើសត្វជើងទឹកដែរអំណាចឯងក៏មិនលើឯងទេឬឯងអាងសម្រេចស្រែកដល់សត្វទាំងឡាយលើបែកត្រជាស្លាប់ធ្វើឲ្យឯងខ្លាចឯងឬឯងមិនខ្លាចទេឯងចង់ស្រែកយ៉ាងណាក៏ឯងមិនអីដែរតលើកង្កែបពោលដោយអត់កត់ក្រែងខ្លួនក៏តាំងស្រែកបញ្ចេញសំឡេងយ៉ាងខ្លាំងដើម្បីឲ្យកង្កែបស្លាប់តែកង្កែបនៅពេលតស្រែកវាមុតចុះទៅក្នុងទឹកបាត់លុះស្ងប់សម្រែកទើបវាងើបទុំលើស្លឹកឈូកវិញរួចពោលចំអកថាហាហើយតដល់មានរិទ្ធឯងស្រែកអំបញ្ញមិញលឺមិនស្មើនឹងសំឡេងឯងធ្ងោផងចូលឯងស្រែកម្ដងទៀតមើលតខឹងខ្លាំងក៏តាំងស្រែកលឺលើមុនកង្កែបមុតចុះទៅក្នុងទឹកទៀតលុះស្ងប់សម្រែកទើបវាងើបដូចមុនវានិយាយចំអកឲ្យតដោយប្រការផ្សេងតរឹងរឹតតែខឹងវាគិតតែពីស្រែកកាន់តែខ្លាំងឡើងទាល់តែបែកបំពង់កដួលស្លាប់ទៅ